មានអ្នកណាយកអូនសាក់មើលទៅអូយឈឺណាស់មិនអីទេតើអីសៀវយីនអូនមិនធ្លាប់ធ្វើយ៉ាងនេះសោះបងមើលសិនអូនសាកំដងទៀតមើលក្តាមវាមិនខំមនុស្សទេមកពីវាខ្លាចទៅវាប្រងៀតក្រោយលូកដៃចូលកុំញ័រតែញ័រវាកាន់តែគៀបហើយអូនចាប់បានមួយហើយទុកនេះតម្លៃប៉ុន្មានទុកនេះមួយថ្ងៃ5រៀលឯងចង់ទៅណាទៅខាងលិចភូមិយើងតំបន់ថ្មប៉ព្រះទឹកនោះសំបីទុកធំក៏មិនហ៊ានទៅចាស់នេះទៅចង់ទៅស្លាប់មែនទេខ្ញុំជួល2ថ្ងៃនេះលុយ10រៀលយុវជនលុយសំខាន់ឬជីវិតសំខាន់ជីវិតសំខាន់តែមានមនុស្សម្នាក់ដែលសំខាន់ជាងជីវិតខ្ញុំទៅទៀតមើលណាចេញឡៅអ៊ឺលីស្អីគេហ្នឹងគឺប្រដាប់សម្រាប់មុជទឹកតើគេឈ្មោះអ្នកភូមិទាំងមូលបុកបញ្ចូលគ្នាក៏មិនល្មមទិញមនុស្សជំពាក់បំណុលគេវ៉ាន់ដូចវាបានលុយពីណាខ្លាចតែវាលួចយកបណ្ណាការប្រពន្ធទៅបញ្ចាំអស់ទេដឹងក្មួយប្រុសអញចង់ចុះទៅតំបន់ថ្មប៉ព្រះទឹកនោះមែនទេថ្ងៃស្អែកពេលរសៀលទឹកស្រកខ្លាំងណាស់ដីទីនោះកាពូនៅក្មេងធ្លាប់ទៅរំទឹកមានរលកពូច្រើនណាស់ទឹកវិញមុខស្ទើរតែបាត់បង់ជីវិតទៅហើយកុំយកជីវិតទៅប្រថុយអីពូចៅខ្ញុំមិនមែនយកជីវិតទៅប្រថុយទេខ្ញុំប្រថុយដើម្បីឲ្យនាងអាចមានជីវិតរស់នៅសុខស្រួលមែនហ៎ចេញឡៅអ៊ឺជើងនេះបាត់ត្រឡប់មកវិញវាប្រកាសជាខ្លាចជាស្ត្រីមេម៉ាយនោះណាប្រាឲ្យវាជំពាក់លុយបងពីវដល់ទៅ3គ្រាប់អីក៏វាហ៊ានធ្វើដែរបងត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពណាកុំបារម្ភអីឡៅអ៊ឺពិតជាទៅកន្លែងខ្មោចលងនឹងមែងសៀវយីនលុយនេះល្មមសងចាងពីវ10ដងទៀតឯណោះទាំងនេះសុទ្ធតែជាការពិតមែនទេខាងក្រោមធ្មនោះសម្បូរទៅដោយរបស់ទាំងនេះណាបងប្រាប់ហើយថាមិនបោកអូនទេថ្ងៃក្រោយបងគុំទៅទៀតអីប៉ុណ្ណេះគ្រប់គ្រាន់អាចសងបំណុលគេបានហើយល្មមអាចមកឆ្នេរខ្សាច់នោះបាននឹងល្មមធ្វើឲ្យអ្នកភូមិទាំងមូលបិទមាត់ជប់និយាយដាំយើងហើយនោះជាប៉ៅហ៊ឺតាខ្ញុំរស់មក40ឆ្នាំហើយមិនដែលឃើញប៉ៅហ៊ឺធំបែបនេះសោះអាខ្មៅនោះជាឆ្លឹងសមុទ្រតាធំមែនទេវាត្រូវចំណាយពេលប៉ុន្មានឆ្នាំទើបធំបែបនេះខ្ញុំរស់នៅមាត់សមុទ្រនេះ60ឆ្នាំហើយប្រកបរបរនេសាទ50ឆ្នាំមកនេះមិនដែលឃើញប៉ៅហ៊ឺធម្មជាតិធំយ៉ាងនេះឡើយក្មួយប្រុសរបស់អស់នេះឯងទៅរកបានពីកន្លែងណានៅតំបន់ថ្មប៉ព្រះទឹកមួយឲ្យកន្លែងនោះកាពូនៅក្មេងធ្លាប់ទៅហើយរលកធំសាហាវណាស់ទុកនេសាទងីនឹងបុកទាំងថ្មណាកាលនោះពូទៅបានម្ដងចំណែកឯងវិញមានភាពក្លាហានដែលមនុស្សធម្មតាមិនអាចប្រៀបផ្ទឹមបានឡើយពិតជាកោតសរសើរឯងចេញពីចិត្តមែនខ្ញុំរាប់រួចហើយប៉ៅហ៊ឺធំ12គ្រាប់កណ្ដាល24គ្រាប់និងឆ្លើងសមុទ្រ40ក្បាលត្រឹមត្រូវហើយអាល្អិតកាលពីលើកមុនខ្ញុំគិតថាឯងមានសំណាងខ្លាំងណាស់ទៅហើយមិននឹកស្មានថាលើកនេះឯងយកមកមួយទុកតែម្ដងធំ12គ្រាប់ឲ្យតម្លៃតាមលើកមុន8រៀលមួយកណ្ដាល24គ្រាប់គិត6រៀលមួយឯឆ្លើងសមុទ្រ40ក្បាលជារបស់ស្រស់ទម្រង់ស្អាតបងឯងក៏បានឆ្លើងសមុទ្ររលត់ស្បែកនៅលើទីផ្សារតម្លៃ3រៀលមួយទៅហើយចុះទម្រង់របស់ស្រស់4រៀលមួយមិនបានទេអីប៉ៅហ៊ឺឲ្យតម្លៃចាស់ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយលក្ខខណ្ឌអីទៅថ្ងៃក្រោយអីវ៉ាន់ឯងត្រូវតែផ្គត់ផ្គង់ឲ្យភោជនីយដ្ឋានយើងតែខ្ញុំធានាថាភោជនីយដ្ឋានយើងនឹងទិញមិនថាមានប៉ុន្មានឬនៅពេលណាក៏ដោយយកព្រមរឿងតម្លៃខ្ញុំមិនទាមទារអីច្រើនទេប៉ុន្តែថ្ងៃក្រោយបើខ្ញុំមិននៅហើយប្រពន្ធខ្ញុំអ្នកយកអីវ៉ាន់មកនាងជាអ្នកសម្រាប់យកពងប្អូនស្រីមែនទេបងនឹងយកអីវ៉ាន់ពីប្អូនហើយអ្នកណាចង់ធ្វើការជាមួយខ្ញុំស្អែកមកខែបានជូនរាល់ថ្ងៃខ្ពស់ជាងធ្វើការឲ្យចាំនិយាយឲ្យច្បាស់តាំងពីដំបូងអ្នកទាំងអស់គ្នាត្រូវធ្វើការតាមបែងចែកការងារច្បាស់អ្នកណាលួចស៊ីខ្សែលើឲ្យសោះអ្នកទាំងអស់គ្នាឃើញរបស់មួយចំនួនទាំងមូលរកមួយខែក៏មិនបានច្រើនយ៉ាងនេះមានសមត្ថភាពមែនខ្ញុំសុខចិត្តធ្វើការជាមួយនេសាទរាប់សិបឆ្នាំមិនដែលធ្លាប់ធ្វើការស៊ីឈ្នួលឲ្យគេទេប៉ុន្តែសម្រាប់ឯងគឺខុសពីគេបងប្រុសខ្ញុំក៏សូមធ្វើការជាមួយបងដែរឯងឃើញផ្ទាល់ភ្នែកហ៎ខ្ញុំឃើញផ្ទាល់ភ្នែកមែនបងវាអុំទូកកញ្ចាស់តែឯងចូលទៅតំបន់ថ្មប៉ព្រះទឹកវាបានប៉ៅហ៊ឺនឹងឆ្លងសមុទ្រពេញមួយទូកឯណោះអញ្ចឹងជាអ្នកលេងប្រចាំភូមិ15ឆ្នាំដែរមុខណា